ជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាហ្នឹងហើយថ្ងៃនេះមកបើកកកាយរឿងប្រវត្តិស្នេហាណាព្រោះខ្ញុំផុស Facebook ទៅមានបងប្អូនថា comment ថាចង់ដឹងជាច្រើនអ្នកដែរអញ្ចឹងហើយខ្ញុំដាច់ចិត្តនិយាយណាហ្នឹងហើយឥឡូវវីដេអូហ្នឹងប្រហែលជារៀងវែងតិចហើយបងប្អូនកាលពីចុងឆ្នាំ2012ឬក៏ដើមឆ្នាំ2013ខ្ញុំចាំអត់សូវច្បាស់ដែរពេលហ្នឹងឯងខ្ញុំមានបងស្រីដែលគាត់រស់នៅក្នុងប្រទេសញូហ្សេឡង់ហ្នឹងបងប្អូនបងស្រីជីទួតមួយខាងប៉ារបស់ខ្ញុំគាត់បានចុះទៅស្រុកខ្មែរហើយពេលនោះឯងដោយសារថាមានម៉ារបស់គាត់ហ្នឹងដែលត្រូវជាមីងបកើតរបស់ប៉ាខ្ញុំហ្នឹងគាត់ទៅស្រុកខ្មែរតាណាគ្នាតែម៉ាគាត់នៅខាងអូស្ត្រាលីទេទៅពេលហើយថ្ងៃនោះឯងក៏គាត់ចង់ទៅលេងផ្ទះខ្ញុំទៅហូបបាយហូបអីជុំគ្នាអញ្ចឹងណាក៏ទៅហូបបាយហូបអីទៅក៏បងស្រីហ្នឹងក៏គាត់បានឃើញខ្ញុំអញ្ចឹងទៅហើយនេះប្តីរបស់គាត់បានប្រាប់ខ្ញុំប្តីរបស់បងស្រីគាត់ប្រាប់ថាចេះបងស្រីខ្ញុំហ្នឹងដូចគាត់ចុះទៅរើសកូនប្រសាដែរអញ្ចឹងព្រោះពេលហ្នឹងឯងខ្ញុំបានឡើងទៅរៀននៅភ្នំពេញរយៈពេលមួយថឺមហើយ3ខែហើយអញ្ចឹងហើយទៅខ្ញុំចុះខ្ញុំទៅពីភ្នំពេញទៅមួយគាត់ដូចគ្នានិយាយទៅយើងគាត់ក៏ទៅពីភ្នំពេញខ្ញុំក៏ទៅពីភ្នំពេញទៅជិះឡានជាមួយគ្នានឹងឯងទៅពេលហើយគាត់ថាគាត់ចង់ដឹងថាខ្ញុំនឹងជាមនុស្សបែបម៉េចពេលនោះឯងខ្ញុំចុះពីឡានទៅខ្ញុំអត់មាននឹងអង្គុយចាំបាយហូបអីទេខ្ញុំរត់ទៅចូលចក្រានជួយធ្វើចានឆ្នាំងអីដែរអញ្ចឹងណារបៀបថាយើងរៀងស្រីគ្រប់លក្ខដែរចឹងនិយាយអញ្ចឹងហ្នឹងហើយអានេះប្តីរបស់ខ្ញុំគាត់ប្រាប់ថាគាត់ដូចទៅរើសកូនប្រសាអញ្ចឹងគាត់មើលឃើញអត្តចរិតរបស់យើងអីដែរអញ្ចឹងទៅណាទៅពេលហើយទៅរយៈពេលប្រហែលដូចថាគាត់ត្រឡប់មកវិញបានរយៈពេល1ខែ2ខែមិនដឹងខ្ញុំអត់ដឹងដែរកាលហ្នឹងគ្រាន់តែខ្ញុំនៅតែរៀនពេញធម្មតាព្រោះពេលនោះឯងប៉ារបស់ខ្ញុំគាត់មានកៅរបស់គាត់ហ្នឹងមីងរបស់គាត់2នាក់រស់នៅខាងប្រទេសអូស្ត្រាលីហើយពេលហ្នឹងឯងគាត់ចង់យោងកូនប៉ាខ្ញុំមួយដែលបានទៅនៅអូស្ត្រាលីចឹងទៅអត់ដែលរំពឹងថាខ្លួនឯងបានមករស់នៅក្នុងប្រទេសញូហ្សេឡង់ទេហើយអត់ដឹងទៀតថាខ្លួនឯងនឹងមានបងស្រីជាទួតមួយនៅប្រទេសញូហ្សេឡង់អត់ដឹងសោះអត់ដែលស្គាល់អត់សូម្បីតែមុខគាត់អត់ដែលឃើញលើកទី1គឺគាត់ទៅហូបបាយផ្ទះខ្ញុំហ្នឹងហើយដល់ពេលអញ្ចឹងទៅក៏គាត់មានហាងបងស្រីខ្ញុំហ្នឹងគាត់មានហាងប្តីខ្ញុំហ្នឹងក៏ជាអ្នកធ្វើអានំផាយដែលខ្ញុំញ៉ាំថតជូនបងប្អូនមើលហ្នឹងគាត់អ្នកធ្វើនំហ្នឹងក៏គាត់បានសួរប្តីខ្ញុំឲ្យរូបថតខ្ញុំមើលពេលនោះឯងយើងហូបបាយជុំគ្នាហ្នឹងក៏ថតរូបជុំគ្នាអញ្ចឹងបងប្អូនហើយក៏គាត់បង្ហាញរូបថតរូបអីខ្ញុំអញ្ចឹងទៅក៏ប្តីរបស់ខ្ញុំគាត់ប្រាប់ខ្ញុំថាពេលនោះឯងគាត់សួរនាំប៉ាម៉ាក់គាត់សុំទោសប៉ាគាត់ស្លាប់ហើយអញ្ចឹងសួរម៉ាក់គាត់ក៏គាត់សួរម៉ាក់គាត់សួរអីចឹងខ្ញុំអត់ដឹងរឿងអីទេពេលហ្នឹងតាជាមួយបងខ្ញុំហើយម៉ាក់ខ្ញុំគាត់និយាយគ្នាអញ្ចឹងណាពេលនោះឯងក៏បានប្តីខ្ញុំក៏សួរនាំម៉ាក់ក្មេកខ្ញុំអីហើយអញ្ចឹងក៏ពេញចិត្តអីចឹងទៅក៏ម៉ាក់ខ្ញុំក៏មកសួរខ្ញុំវិញហើយពេលនោះឯងបងប្អូនឲ្យរូបថតខ្ញុំមើលប្តីខ្ញុំមានតាំងពីពុកមាត់ស្បែកជើងសិតតែម្សៅអេប្រឹនអាអៀមចុងភៅនោះសិតតែម្សៅកំពុងកិនសបកផាយហ្នឹងហើយពងកិនសបកផាយហើយទៅពេលខ្ញុំឃើញរូបថតហ្នឹងយើងវាថាអូយចាស់គ្រាពុកមាត់ក៏អត់កោហើយគាត់ថាបងខ្ញុំហ្នឹងពងកិនសបកផាយកិនចាប់ថតក្រឹបផ្ញើមកអញ្ចឹងណាគាត់មិនបានធ្វើខ្លួនធ្វើអីទេហើយដល់ពេលហ្នឹងឯងម៉ាក់ខ្ញុំក៏សួរថាមិនដែរខ្ញុំថាសម្រាប់ចិត្តលើម៉ាក់ឯងទៅខ្ញុំអត់អីខ្ញុំតាមម៉ាក់ឯងអញ្ចឹងទៅម៉ាក់ខ្ញុំក៏អូខេទៅក៏ពួកយើងបានតំណែងគ្នាមកតំណែងគ្នាពេលហ្នឹងឯងបងប្អូនដូចជាខែ10មិនដឹងទេបងប្អូនខ្ញុំអត់ចាំច្បាស់ណាដូចជាខែ9ខែ10ហ្នឹងឯងទៅពេលរយៈពេល1កន្លងមកទៅម៉ាក់សួរមិនហើយអីមិនហើយខ្ញុំថាធម្មតាពួកអីនិយាយគ្នាមានតែហូបបាយនៅសុខសប្បាយអត់អីចឹងប៉ុណ្ណឹងទៅមិនដែរបាននិយាយអីណាទេទៅពេលហើយយើងអត់ឆ្លើយថាមិនផងសេចតែខែ4ខែ2ពេលហ្នឹងឯងខែ2អីទេដេញពលាការខែ4បងប្អូននិយាយទៅឆៅយកហ្មងហ្នឹងហើយព្រោះអីខ្ញុំដូចរបៀបថាយើងគ្រប់ការសម្រេចចិត្តរបស់ម៉ាក់ប៉ាយើងដែរអញ្ចឹងហើយបព្វធម៌របស់ប្តីខ្ញុំរៀងគាត់ធំនៅនេះគាត់មកនេះតាំងពីអាយុ2ឆ្នាំអញ្ចឹងទៅគាត់របៀបថាគាត់អត់ចង់ប្រើពាក្យថាគេណែនាំឲ្យពួកយើងស្គាល់គ្នាទេគាត់មានអារម្មណ៍ថាខ្មាស់អៀនតែដល់ពេលខ្ញុំក៏អត់ចង់មានពាក្យថាយើងស្គាល់គ្នាចិត្តឯងដែរព្រោះអីខ្ញុំរបៀបថាយើងស្រុកខ្មែរយើងចង់មានចាស់ទុំតាមច្បាប់តាមផ្លូវអញ្ចឹងណាហ្នឹងហើយចឹងហើយបានបងប្អូនខ្មែរយើងពេលខ្លះសួរថាធ្វើមិនបានស្គាល់ខ្ញុំអីហ្នឹងពាក្យច្រើនយើងនិយាយមួយម៉ាត់ថាស្គាល់តាម Facebook
យើងនិយាយឲ្យខ្លីប៉ុណ្ណឹងអញ្ចឹងណាព្រោះអីទុកប្តីខ្ញុំក៏អត់ចង់និយាយអីនេះអញ្ចឹងទេតែដល់ពេលខ្ញុំអត់ទេយើងជាស្រីខ្មែរមួយរូបដែរអញ្ចឹងយើងប្រៀបថាយើងមិនមែនជាស្គាល់ឯងណាយើងបានចាស់ទុំណែនាំទើបបានយើងស្គាល់គ្នាហ្នឹងក៏ជាកិត្តិយសរបស់យើងមួយដែរអញ្ចឹងណានៅថ្ងៃដល់ពេលនោះឯងមានបងប្អូនគាត់សួរនាំពេលដាក់ថ្ងៃរៀបការហ្នឹងបងប្អូនសួរថាប្តីមកពីណាអីហ្នឹងប្រាប់តែគេមកពីកំពង់ធំគាត់ដាក់ខេត្តកំពង់ធំអញ្ចឹងទៅអត់ហ៊ានប្រាប់គេថាគាត់អ្នកញូហ្សេឡង់ទេណាមួយបងប្អូនគេសម្បល់គាត់ស្រាប់ហើយប្រាប់តែកំពង់ធំគេជឿមក 100% គឺគេជឿហើយហ្នឹងហើយទៅពេលហើយទៅក៏យើងបានរៀបចំពិធីមង្គលការពេលនោះឯងការយើងដាក់ថ្ងៃឲ្យគាត់ទៅស្រុកខ្មែរហ្នឹងរបៀបថាយើងយកថ្ងៃលេខល្អគាត់ត្រូវទៅដល់ខ្មែរថ្ងៃទី14ខែ4ឆ្នាំ2014ហើយរៀបការថ្ងៃ24ខែ4ឆ្នាំ2014តែពេលនោះឯងចៃដន្យអីយន្តហោះdelay អញ្ចឹងគាត់ទៅដល់ថ្ងៃទី16វិញ16បានគាត់ទៅដល់ហ្នឹងយើងអត់មានបានដើរលេងអីទេបងប្អូនព្រោះអីនិយាយទៅឃើញមុខហ្នឹងគឺចុះទៅការហ្មងអត់ដែរជួបមុខគ្នាផ្ទាល់ទេតែចុះទៅការហ្មងព្រោះពេលនោះឯងខ្ញុំរបៀបថាខ្ញុំអត់ព្រមមកដែលអត់ទាន់បានរៀបការខ្ញុំអត់ព្រមមកហើយខ្ញុំចង់ថាយើងជាកូនខ្មែរមួយរូបយើងត្រូវតការឲ្យច្បាស់លាស់ហើយបានខ្ញុំមកតាមគាត់បានខ្ញុំអត់ចង់របៀបគេថាយើងស្គាល់គ្នាមុនអីចឹងណាពេលហ្នឹងឯងប៉ុន្តែជាយោបល់របស់ខ្ញុំអានឹងមិនដឹងខុសត្រូវអីកុំប្រកាន់ហ្នឹងហើយបើយើងត្រឹមតែភ្ជាប់ពាក្យល្មមមកមុនអាចស្រួលជាងព្រោះអីការខ្ញុំរត់ច្បាប់ការហ្នឹងអស់ច្រើនខ្លាំងមែនតើបងប្អូនអស់ច្រើនខ្លាំងណាព្រោះថាប្រទេសញូហ្សេឡង់យើងអត់ទាន់មានស្ថានទូតនៅខ្មែរមាននៅផ្ទះលេខ2អញ្ចឹងយើងត្រូវការរត់ច្បាប់រត់អីញ៉ៃវែងឆ្ងាយឡើងដងថ្ងៃចូលរោងហ្នឹងกระดาษច្បាប់សុំការខ្ញុំហ្នឹងទើបបានណាបងប្អូនយើងការឡើងចង់ភ័យព្រោះអីមានអ្នកនៅផ្សារយើងដូចគ្នាហ្នឹងគាត់របៀបការអ្នកនៅជាមួយអាមេរិកពេលការគេមកបិទកម្មវិធីការព្រោះថាអត់មានច្បាប់ការអីចឹងទៅអញ្ចឹងពេលហ្នឹងយើងខ្លាចដល់ពេលអញ្ចឹងយើងត្រូវការរត់ច្បាប់ត្រឹមត្រូវហើយឥឡូវហ្នឹងវីដេអូដូចវែងពេកឯងបងប្អូនចង់ដឹងអីបន្ថែមសួរមកខ្ញុំហែកតទៀតអរគុណ